ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីនេះគឺជាវីដេអូដែលខ្ញុំធ្វើដំណើរកម្សាន្តទៅទីក្រុងសាន់យ៉ាកោះហៃណាន់នៅក្នុងប្រទេសចិនទីក្រុងឬក៏កោះនេះល្បីខាងឆ្នេរសមុទ្រស្អាតនិងមានអាកាសធាតុក្តៅដូចនៅប្រទេសកម្ពុជាយ៉ាងដែរដល់ហើយត្រៀមទៅចិនទៅណាវិញទៅសាន់យ៉ាកោះហៃណាន់ទៅសាន់យ៉ា fly មកម៉ាបើកកែមកម៉ា8:30ចំពោះការដើរលេងគឺពួកខ្ញុំជ្រើសរើសយកសេវាកម្មដើរលេងតាមរយៈធัวគឺដូចតែវីដេអូមុនដែរទេខាងខ្ញុំចេញពីផ្ទះម៉ោង5ព្រឹកនិងជួបជុំសមាជិកធัวម៉ោង5កន្លះព្រឹកម៉ោងដែលខ្ញុំទៅម៉ោងដែល fly គឺម៉ោង8កន្លះព្រឹកហើយនេះក៏ជាលើកទី1ពួកខ្ញុំដែលធ្វើដំណើរកម្សាន្តហោះតាមរយៈអាកាសយានដ្ឋានតេជោឥឡូវចូលដល់ផ្លូវក្នុងហើយកន្លែងចាំយន្តហោះហើយនេះឃើញយន្តឥឡូវនេះកំពុងតែចាំបាយបាយ See you នៅណាសន្យាឥឡូវនេះពេលថ្ងៃមកដល់ទីក្រុងសាន់យ៉ាកោះហៃណាន់ហើយអាកាសធាតុនៅណាមិនមែន29អង្សាមកដល់ព្រោះដើរមិនក្តៅខ្លាំងទីក្រុងសាន់យ៉ាកោះហៃណាន់នេះមានផ្ទៃដីប្រហែល1921គីឡូម៉ែត្រការ៉េនិងមានផ្ទៃសមុទ្រប្រហែល3500គីឡូម៉ែត្រការ៉េហើយចំពោះកោះនេះគឺមានប្រជាជនលើស10លាននាក់ពេលធ្វើដំណើរតាមផ្លូវនៅក្នុងកោះនេះគឺសម្បូរជាងគេគឺដើមដូងនិងដើមត្នោតនៅទីនេះគឺមានអគារជាច្រើនដូចជាអគារខុនដូផងដែរចំពោះការធ្វើដំណើរនៅទីនេះទាំងឡាននិងម៉ូតូគឺមានទាំងសាំងនិងអគ្គិសនីប៉ុន្តែរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាជននៅទីនេះប្រើឡានអគ្គិសនីដើម្បីជួយការពារបរិស្ថាននិងមិនមានសម្លេងរំខានអាកាសធាតុមិនដែរក្តៅជាងនៅខាងយើងអត់ក្តៅជាងនៅកម្ពុជាមិញឃើញប៉ុន្មានអង្សាសេគេដាក់26តែចេញពីឡានគេដាក់ថា29តែជាក់ស្ដែងពេល29អង្សាកន្លែងនេះមិនលុបអត់ទេ29នៅពលានឥឡូវនេះកំពុងតែទៅញ៉ាំបាយសិនឥឡូវមកដល់ហាងបាយថ្ងៃទី1ពេលថ្ងៃនៅទីក្រុងសាន់យ៉ាកោះហៃណាន់អត់ឃើញអក្សរអង់គ្លេសឃើញតែអក្សរចិនខ្ញុំមិនដឹងថាមានន័យថាម៉េចទេតែខ្ញុំគិតថាវាជាឈ្មោះហាងហ្នឹងឯងមកទៅមួយទៀតខ្ញុំគិតថាវាជាឈ្មោះហាងចំពោះម្ហូបនៅទីនេះមិនថានៅណាក៏ដោយឲ្យតែក្នុងតំបន់ចិនគឺមានរសជាតិប្រៃនិងខ្លាញ់ច្រើនប៉ុន្តែដោយសារតែថ្ងៃទី1គឺមានអារម្មណ៍ថាញ៉ាំទៅពិតជាឆ្ងាញ់មែនតើទោះបីខ្លាញ់ក៏ដោយឬដូងបន្ទាប់ពីញ៉ាំបាយរួចបន្តដំណើរទៅកន្លែងមួយទៀតទៅណា